ពុកម៉ែបងប្អូនឱកាសបងជុំបិណ្ឌចិត្តចូលមកដល់ហើយបើសិនជាពុកម៉ែបងប្អូនដំណើរការជាមួយរថយន្តដែលសម្រាប់ធ្វើដំណើរទៅស្រុកឬមួយក៏ដំណើរកំសាន្តទៅបាទទីរួមខេត្តបងអាចមើលជាមួយនឹង VVD ថៃ7យើងបានជាប្រភេទសាំងលាក់អគ្គិសនីសាក់ថ្មមួយពេញយើងជីបាន100គីឡូជាសម្រាប់សាំងលាក់អគ្គិសនីគឺយើងជីបានទៅដល់បាន1000គីឡូជាសម្រាប់ option គឺបងអាចជីបានទាំងក្នុងក្រុងនិងក្រៅក្រុងមិនថាបងជីផ្លូវលំបាកយ៉ាងណា VVD ថៃ7គឺកំដរបងប្អូនបាទគ្រប់កន្លះទេសផ្លូវតែម្ដងបាទបងសម្រាប់ភាពទំនើបវិញបងគឺយើងមានជាមួយនឹងជាគៀងគុជ LED បាទមានជាមួយនឹង fog light រេតាមពីកូនផងដែរបាទចូលមកដល់សម្រាប់កង់វិញគឺកង់យើងគឺជាប្រភេទកង់20អ៊ីងគឺខ្ពស់ល្អមែនទែនស័ក្តិសមសម្រាប់គ្រប់ស្ថានភាពផ្លូវជាមួយនឹងកញ្ចក់គឺជាប្រភេទកញ្ចក់ក្រោមអូតូយើងមានជាមួយនឹង NFC card គឺយើងអាចនឹង lock ឬមក unlock បានសម្រាប់កញ្ចក់មើលខាងក្រោយវិញគឺយើងពេលដាក់លេខអាយ៉ែគឺវានឹងធ្លាក់ឲ្យយើងមើលទៅខាងក្រោយដល់ងាយស្រួលបាទចូលមកដល់ផ្នែកខាងក្រោយគឺយើងមានជាមួយនឹងរុនឆ្នាំងសាកបាទយើងអាច support ជាមួយនឹងឆ្នាំងសាកបាទ station បានក៏ដូចជាសាកខ្លួនឯងបានផងដែរនៅផ្ទះចូលមកដល់ខាងក្រោយនេះវិញគឺយើងមានជាមួយនឹង DMP គឺជាបាទបច្ចេកវិទ្យាដ៏ទំនើបរបស់ BYD គឺយើងរត់ដោយបង2បងបាទសម្រាប់អាវ៉ាន់ដែលធំក្លិននេះគឺយើងអាចដាក់បាននៅក្នុងនេះបងបាទត្រូវបាន3គីឡូសម្រាប់ក្នុងនេះវិញគឺយើងដាក់បានទៅដល់12គីឡូអញ្ចឹងងាយស្រួលល្អមែនតើបងសម្រាប់ផ្នែកខាងក្នុងវិញគឺយើងមានជាមួយនឹងក្អីបាទក្តារជាម៉ាសាបាទជាមួយនឹងអេក្រង់បង្ហាញជាមួយនឹង slide counter របស់យើងបាទមានជាមួយនឹងអេក្រង់កាមេរ៉ា360យើងអាចមើលបានមកជុំវិញឡានបាទក៏ដូចជាបាទដាក់លេខគឺនៅខាងលើនេះតែម្ដងអញ្ចឹងបងអត់ចាំបាច់បាទដូរលេខគឺត្រូវការចុះឡើងនេះបាទចូលមកដល់អេក្រង់យើងវិញគឺធំល្អមែនតើហើយយើងបង្ហាញជាមួយនឹងព័ត៌មានបានច្បាស់ល្អជាមួយនឹងការបញ្ជានៅខាងក្នុងនេះគឺទំនើបខ្លាំងមែនតើយើងអាចក្រោបកញ្ចក់បានកញ្ចក់បាទកញ្ចក់ឬមួយក៏បាទដាក់ជាមួយនឹងបាទក្អីក្រៅជាបានផងដែរគឺយើងក្អីក្រៅជាគឺយើងមានទៅដល់4គឺយើងមាននៅខាងមុខ2និងខាងក្រៅ2ជាមួយនឹងក្អីម៉ាសាបងក្អីម៉ាសាគឺមាននៅខាងមុខ2អញ្ចឹងបងធ្វើដំណើរគឺអស់បារម្ភជាមួយនឹងការចុករយក្នុងចង្កេះទៀតហើយបាទចំណុចដែលសំខាន់បំផុតរបស់ BVD ថៃ7របស់យើងគឺយើងមានជាមួយនឹង mood បាទសម្រាប់ជិះផងដែរគឺយើងមានទៅដល់7 mood បងគឺយើងមានបាទ mood បាទបើកផ្លូវព្រើបាទបើកផ្លូវបាទខ្សាច់បាទមូតយើងបើកផ្លូវភ្នំបាទផ្លូវរអិលផ្សេងៗគឺយើងមានទាំងអស់សូម្បីតែបាទមូតវ៉ាជែងឬមូតឲ្យហៅថាមូតប៉ុណ្ណឹងហ្នឹងក៏មានផងដែរបងបាទគឺបងអាចមើលវាបានបាទហើយយើងអាច custom វាទៀត custom ទៅលើបូមបាទ custom ទៅលើប្រាំង custom ទៅលើបាទចកោតបងចង់ឲ្យវាស៊ីខ្លាំងឬមួយក៏ធូរអីយ៉ាងណាគឺបានទាំងអស់បងចូលមកដល់ផ្នែកខាងក្នុងនេះវិញបងខាងក្រោមនេះគឺយើងមានជាមួយនឹងកាដូមូតទៀតបងមិនមែនតែ7មូតហ្នឹងទេគឺយើងមាន Sport Eco Normal សម្រាប់ select បានទៀតអញ្ចឹងបើសិនជាបងអត់តម្រូវការជាមួយនឹងបាទមូតទាំងអស់នៅខាងលើទេគឺបងអាច select បានមាន auto hold បាទមាន start stop ដូរពី EV មក AEV បានទៀតពេលដែលបងប្រើ EV អស់វានឹងលោតចូលមកសាំងជូនខ្លួនឯង direct បង AI BYD គឺធ្វើបានល្អមែនតើតោះមកទៀតគឺយើងមានជាមួយនឹងបងនេះឃើញគឺយើងមានជាមួយនឹង wireless charge បាទ250 W ចូលមកលឿនល្អមែនតើចំណុចចុងក្រោយដែលពិសេសខ្លាំងបំផុតគឺយើងមានជាមួយនឹងបាទទូទឹកកកបងគឺយើងអាចដាក់ class A ទៅបានមកឃើញត្រជាក់បាទបងចង់ឲ្យវាត្រជាក់ក៏បានចង់ឲ្យវាក្តៅក៏បានបងគ្រាន់តែ select មួយមកគឺបានទៅដល់បាទ50អង្សាសេចឹងបានថាបងអាចកម្ដៅខាងក្នុងបានផងដែរបាទបើសិនជាបងទៅតាមខេត្តបងអាចនឹងបាទ relax ជាមួយនឹងកញ្ចក់បាទដំបូងបើកខាងលើរបស់យើងផងដែរគឺងាយស្រួលមែនតើបងបាទអញ្ចឹងមានបងមានអូនទូចអីគាត់តម្រូវការជាមួយនឹងបាទការឡើងទៅខាងលើបាទមើលទៅ speed នេះគឺបាទងាយស្រួលមែនតើជាចុងក្រោយបើសិនជាបងចង់ដឹងព័ត៌មានកាន់តែច្បាស់ពី BVD ថៃ7បងអាចមកដល់ showroom បងបានលើបណ្ដាលផ្លូវ294 BVD Oxide ទៅមកស្លាក North Bridgeបងអាចចាប់តង link Telegram បងនៅខាងលើឬមកក៏ comment ចូលពេកក៏បានដែរ